នេះវារឿងសំខាន់រឿងពិសេសមែនទេដែលនារីកុំគិតថាយើងរឹងមាំយើងឯករាជ្យយើងឯកោអត់ទេអញ្ចឹងខ្ញុំគិតថាខ្លួនឯងជានារីរឹងមាំប៉ុន្តែខ្ញុំអត់ដែរឲ្យនារីធ្វើខ្លួនឲ្យទៅជារឹងមាំទេខ្ញុំបដូរពាក្យថាកុំធ្វើជានារីរឹងមាំធ្វើជានារីឆ្លាតវិញក្នុងដំណាក់កាលដែលពិបាកបំផុតមានតែការលួងខ្លួនឯងនឹងទេរឿងទី1ដែលយើងត្រូវធ្វើហ្មងការលួងខ្លួនឯងទាមទារឲ្យយើងមានជំនឿការឈឺចាប់វាត្រូវតែធ្វើឲ្យយើងពិបាកគ្រាន់តែថាឈឺអីក៏ដោយវានឹងជាទៅវិញតាមរយៈពេលវេលាវារឿងធម្មជាតិតែមនុស្សចេះយំចាវាមិនមែនយំទេយើងខ្លាចទៅជាមនុស្សអន់ទេខ្ញុំអត់គិតថាអញ្ចឹងទេចាគ្រប់គ្នាអញ្ចឹងចុះបើសិនបើវាដល់ដំណាក់កាលហ្នឹងត្រូវយំវាយំមកព្រោះតែវានឹងវាតាក់ទងទៅនឹងអារម្មណ៍ទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សបាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Reactive Podcast with B នៅក្នុងសប្តាហ៍ថ្មីមួយទៀតហើយថ្ងៃនេះយើងមានវាគ្មិនកិត្តិយសយើងដែលពិសេសមែនទែនដែលគាត់គឺជាអ្នកបង្កើតមាតិកានៅក្នុងបណ្ដាញសង្គមតាក់ទងជាមួយនឹងការលើកទឹកចិត្តក៏ដូចជាសុខភាពផ្លូវចិត្តតោះឥឡូវនេះចង់នឹងថាតើនារីរឹងមាំនោះគឺជាអ្នកណាគេទៅជួបជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរបងក្លារ៉ាសុខសប្បាយបងសុខសប្បាយអរគុណច្រើន B ចាអរគុណមែនទែនបងសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធី Podcast ខ្ញុំបាទមួយរយៈនេះរវល់ដែរអត់បងរវល់ដែរប៉ុន្តែរវល់ល្អវាធ្វើយកសកម្មចាព្រោះដោយសារតែឃើញឥឡូវនេះតាក់ទងជាមួយនឹង page បានបងទទួលបានព័ត៌មានច្រើនមែនតើដោយសារតែមានបញ្ហាច្រើននៅលើពិភពលោកអញ្ចឹងទៅឃើញដូចជារវល់ប៉ុន្តែយ៉ាងណាដែរសុខភាពចាអូសុខភាពល្អសុខភាពរឿងទី1ហ្មងដែលយើងត្រូវការប្រុងប្រយ័ត្នចាំមើលថែរក្សាគឺសុខភាពទី1អូខេអញ្ចឹងមានន័យថាឥឡូវនេះទាំងសុខភាពផ្លូវកាយផ្លូវចិត្តអត់មានបញ្ហាអីទេអូអញ្ចឹងល្អមែនតើព្រោះដោយសារតែសុខភាពផ្លូវកាយហើយនិងផ្លូវចិត្តនេះគឺត្រូវដើរទន្ទឹមគ្នាខ្លាំងមែនតើហ្នឹងហើយបងចង់ថ្ងៃនេះគឺជាថ្ងៃដែលពិសេសមែនតើដែលមានវត្តមានបងចូលរួមក្នុងកម្មវិធីផងខ្ញុំយើងចង់និយាយគ្នាជាលក្ខណៈបែបសន្ទនាចេញពីចិត្តហ្មងចេញពីបេះដូងបាទដោយសារតែឥឡូវនេះឃើញថាមានការបង្កើតនៅប្រធានបទច្រើនថ្មីច្រើនមែនតើជាពិសេសនោះគឺការបង្កើតនៅមាតិកានៅលើបណ្ដាញសង្គមនឹងឯងដែលវាអាចនឹងជាផលល្អឬក៏វាអាចនឹងជាផលប៉ះពាល់អីចឹងទៅអញ្ចឹងដំបូងដែលចង់សួរបងនោះគឺបងអាចជួយប្រាប់បន្តិចបានទេតាក់ទងជាមួយនឹងថាតើអ្វីជាមាតិកាអ្នកបង្កើតមាតិកាឬមួយក៏អ្វីជាអ្នកដែលគេហៅថាជា influencer ណាបងតើពីរហ្នឹងវាខុសគ្នាយ៉ាងម៉េចដែរចាអរគុណ B សម្រាប់ការយល់ឃើញរបស់ខ្ញុំគិតថាពីរហ្នឹងយើងអាចបែងចែកគ្នាបន្តិចចាយើងជាអ្នកបង្កើតមាតិកាមិនមែនបានន័យថាយើងគឺជាសុទ្ធតែជា influencer ទេនេះសម្រាប់ការយល់ឃើញរបស់ខ្ញុំណាអញ្ចឹង influencer បានន័យថាម្នាក់យើងគាត់មានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គមជាទូទៅយើងឃើញគាត់នៅក្នុងបណ្ដាញសង្គមហើយសកម្មភាពរបស់គាត់ message របស់គាត់សាររបស់គាត់ឬក៏បើថាអ្វី lifestyle របស់គាត់អញ្ចឹងវាជំរុញឲ្យអ្នកដទៃចង់ធ្វើតាមគាត់ចាហើយគាត់មានភាពល្បីល្បាញប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គមអញ្ចឹងគាត់អាចទៅជា influencer ប៉ុន្តែ content creator ឬមួយក៏អ្នកបង្កើតមាតិកាហ្នឹងគឺបានន័យថាគាត់បង្កើតមាតិកាទៅតាមចំណង់ចំណូលចិត្តឬមួយក៏ជំនាញរបស់គាត់អញ្ចឹងយើងអាចឃើញថាដូច B ក៏ជា content creator ហើយជា B ផលិតទៅច្រើនមានអ្នកគាំទ្រច្រើនមាន follower ច្រើនB អាច influence បានថាឲ្យគេចង់ខ្លាចទៅជា B ដែរឧទាហរណ៍អញ្ចឹងទៅចាហើយ influencer បានថាវាជាអាជីវកម្មមួយនៅក្នុងបណ្ដាញសង្គមហ្នឹងប៉ុន្តែ content creator មិនប្រកាសថាគាត់សិតតែទទួលបានចំណូលពីមាតិកាដែលគាត់ផលិតទេគាត់អាចផលិតជាចំណូលចិត្តគាត់អាចផលិតតាក់ទងទៅនឹងទម្លាប់របស់គាត់នៅក្នុងការធ្វើមាតិកាឬមួយក៏ការចែករំលែករបស់គាត់អញ្ចឹងទៅបាទអូខេបងតាក់ទងជាមួយនឹងការបង្កើតមាតិកាហើយនឹងតាក់ទងជាមួយនឹង influencer ហ្នឹងយើងឃើញថាមានច្រើនមែនទែននៅលើបណ្ដាញសង្គមប៉ុន្តែការបង្កើតមាតិកាមួយចំនួនយើងឃើញថាមាតិកាឥឡូវហ្នឹងគឺ rich ស្កុសស្គាយច្រើនមែនទែននៅក្នុងសង្គមយើងប៉ុន្តែដូចខ្ញុំបានបញ្ជាក់ជូនបងនឹងថាវាអាចនឹងជាមាតិកាមួយដែលមានផលជាវិជ្ជមានឬមួយក៏មានផលអវិជ្ជមាននៅលើបណ្ដាញសង្គមឬក៏សម្រាប់សង្គមខ្មែរនៅពេលបច្ចុប្បន្នតើបងយល់យ៉ាងណាដែរចំពោះមាតិកាទាំងអស់ហ្នឹងចាពិតដូច B ថាអញ្ចឹងខ្ញុំឃើញថាអញ្ចឹងដូចគ្នាដែរយើងឃើញច្រើនហើយមួយរយៈគាត់មកគឺរឹតតែច្រើននៅពេលដែលបណ្ដាញសង្គមវាកាន់តែងាយស្រួលចាកាន់តែងាយស្រួលនៅក្នុងការដែលយើងអនុញ្ញាតឲ្យយើងធ្វើផងយើងផ្សព្វផ្សាយដោយខ្លួនឯងផងមានទាំងល្អមានទាំងមិនល្អប៉ុន្តែសម្រាប់ខ្ញុំអាចនឹងមាន post បើសុតិធិនិយមច្រើនដែលឃើញថាបើសិនបើយើងប្រៀបធៀប
កាលពីមួយឆ្នាំពីរឆ្នាំកន្លងសម្រាប់ពេលបច្ចុប្បន្នយើងឃើញថានិន្នាការឬក៏យើងហៅថាcontent trending នោះវាផ្លាស់ប្ដូរចាវាផ្លាស់ប្ដូរដែរអាកាលពីមុនវាមានការរួមផ្សំគ្នាមិនថាតែបណ្ដាញសង្គមជាក់ស្ដែងក៏គេកាត់បន្ថយអា content ដែលมันមានប្រយោជន៍ឬក៏ប៉ះពាល់ដល់អ្នកដទៃក៏គាត់ជួយកាត់បន្ថយទម្លាប់របស់អ្នកមើលចាទម្លាប់អ្នកដែលមើលមាតិកាក៏គាត់ផ្លាស់ប្ដូរដែរអា content ដែលមិនល្អដូចទីហោយើងនិយាយពាក្យមិនសូវព្រោះជេរគ្នាlive ឆ្លោះទាស់ទេគ្នាណាក៏វាកាត់បន្ថយហើយនឹងអ្នកដែលផលិតមាតិកាខ្លួនឯងគាត់ចាប់ផ្ដើមរកឃើញថាអីទៅគឺជាគុណតម្លៃពិតប្រាកដនៃមាតិការបស់គាត់ហើយតើគាត់ចង់ផ្ដល់សារអីទៅឲ្យអ្នកដែលតាមដានរបស់គាត់អញ្ចឹងយើងឃើញថាសម្រាប់ខ្ញុំឃើញថាវាមាននិន្នាការល្អcontent ដែលគាត់ចាប់ផ្ដើមធ្វើឲ្យវាមាន content ល្អៗវាមានច្រើនប៉ុន្តែវាអត់ទាន់គ្រប់គ្រាន់ទេវាច្រើនជាងមុនប៉ុន្តែវាមិនទាន់ច្រើនណាស់ណាទេបាទបងចាហើយអាការដែលយើងកាត់បន្ថយអា content ដែលយើងយល់ថាវាអត់សូវមានប្រយោជន៍វាបំប៉ះពាល់ដល់អ្នកដទៃក៏វារៀងថយចុះដែរអ្វីដែលខ្ញុំសង្កេតឃើញចាបាទបងខ្ញុំក៏បានសង្កេតឃើញដូចអ្វីដែលបងបានលើកឡើងអញ្ចឹងគឺគ្រប់ត្រមែនតើប៉ុន្តែបងចេះដោយសារតែយើងឃើញថានិន្នាការខ្មែរយើងឬមួយក៏មានប្រជាជនមួយចំនួនឬមួយក៏យុវវ័យមួយចំនួនដែលគាត់នៅពេលដែលគាត់ចូលទៅក្នុងបណ្ដាញសង្គមគាត់ឃើញវីដេអូមួយនេះវីដេអូមួយនោះពេលខ្លះអាចនឹងវីដេអូជាលក្ខណៈកំ pl ែងពេលខ្លះអាចនឹងវីដេអូជាលក្ខណៈបែបជេរគ្នាអញ្ចឹងទៅហើយមួយទៀតគាត់ឃើញវីដេអូក្នុងការអប់រំប៉ុន្តែយើងឃើញថាវីដេអូទាំង3ហ្នឹងហាក់បីដូចជាមានការគ្រប់គ្រងច្រើនទៅលើវីដេអូកំ pl ែងឬក៏វីដេអូនៅក្នុងការជេរគ្នាអញ្ចឹងទៅហើយងាយនៅក្នុងការឲ្យគាត់នឹងយកគំរូតាមមែនទែនប៉ុន្តែបកត្រឡប់មកវិញវីដេអូអប់រំអត់សូវមានអ្នកដែលគ្រប់គ្រងច្រើនទេអញ្ចឹងវាคล้ายទៅជាបញ្ហាតើបងគិតថានឹងវាជាបញ្ហាធំអត់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ននេះមុនពេលដែលយើងចូលទៅនិយាយស៊ីជម្រៅកាន់តែច្រើនទៀតខ្ញុំគិតថាវាជាបញ្ហាមួយដែរជាពិសេសបើសិនបើយើងទៅមើលប្អូនក្មេងៗដែលគាត់ជាយុវជនយុវវ័យគាត់នៅរៀននឹងវ័យរបស់គាត់គឺឆាប់ស្រូបទាញណាចាអញ្ចឹងអ្វីដែលឃើញទៅហើយគាត់យល់ថាអានឹងវាឆាប់ល្បីវាឆាប់ទទួលបានជាប្រយោជន៍ភាពវាធ្វើឲ្យចិត្តរបស់គាត់នឹងចង់ទៅអញ្ចឹងដែរចាហើយអ្វីដែលយើងធ្វើមាតិកាបែបអប់រំបែបវិភាគនិយាយណែនាំហ្នឹងវាមិនសូវចាប់អារម្មណ៍ហើយបើសិនបើថាចង់បានផលពីមាតិកាហ្នឹងវាយើងយូរទៀតអញ្ចឹងសម្រាប់យុវវ័យដែលគាត់ឆាប់ស្រូបទាញថាអូគាត់ចង់ឆាប់ល្បីដែរឆាប់តាក់ទាញឆាប់បានជាប្រយោជន៍ភាពគាត់បញ្ចេញ content អីមួយដែលវាមិនសូវល្អទេគាត់ទទួលបានជាប្រយោជន៍ភាពលឿនទៅដោយអញ្ចឹងវាអាចជាបញ្ហាមួយដែរវាគួរតែចូលរួមនៅក្នុងការដោះស្រាយមួយគ្នាមិនមែនតែគាត់មិនមែនតែអ្នកផលិតឬមួយក៏តែបណ្ដាញសង្គមវាត្រូវរួមគ្នាដោះស្រាយបញ្ហាហ្នឹងបាទបងឧទាហរណ៍ជាក់ស្ដែងដូចជាខ្ញុំដែលខ្ញុំជាអ្នកបង្កើតមាតិកានៅក្នុងការអប់រំឲ្យច្រើនទៅប៉ុន្តែអត់សូវទទួលបានការមើលច្រើនទេអញ្ចឹងវាធ្វើឲ្យអ្នកដែលគាត់បង្កើតមាតិកាអប់រំហ្នឹងគឺចាប់ដើមបាក់ទឹកចិត្តចាប់ដើមតូចចិត្តជាមួយនឹងអ្វីដែលខ្លួនឯងកំពុងតែធ្វើហើយងាយនឹងបោះបង់ចោលមែនទេតើបងយល់យ៉ាងណាចំពោះបញ្ហាហ្នឹងហើយតើគួរតែមានវិធីសាស្ត្រគេដើម្បីឲ្យគាត់ហ្នឹងត្រឡប់មកវិញកុំឲ្យគាត់ងាយនៅក្នុងការបោះបង់ចោលចាខ្ញុំអាចថាយក podcast របស់ B នេះផ្ញើសារទៅខាងក្រៅដែរចាបានន័យថាអ្នកដែលគាត់កំពុងតែផលិតមាតិកាល្អៗដូច B ដូចអ្នកផ្សេងទៀតខ្ញុំចង់យកមាតិកានេះផ្ញើសារទៅអ្នកដែលកំពុងមើល podcast របស់ B ដែរសម្រាប់អ្នកដែលកំពុងផលិតមាតិកាបែបអប់រំចាបែបចែករំលែកនេះខ្ញុំសូមឲ្យផលិតបន្តទៀតខ្ញុំចង់ទៅសើចំពោះពុកថា content ប្រភេទហ្នឹងល្អហើយមានអតិថិជនពិតប្រាកដបានថាជាអ្នកតាមដានពិតប្រាកដចង់បានទទួល content ទាំងអស់ហ្នឹងអញ្ចឹងកុំឲ្យបាក់ទឹកចិត្តសូមផលិតបន្ថែមទៀតយើងឃើញថាបច្ចុប្បន្នមានមាតិកាបែបហ្នឹងរៀងច្រើនប៉ុន្តែអត់ទាន់ច្រើនណាស់ទេសូមផលិតបន្ថែមបច្ចុប្បន្នមានបងប្អូនឬមួយក៏បងមួយចំនួនគាត់ធ្វើមាតិកាបែបចែករំលែកអញ្ចឹងវាអាចឃើញច្រើនជាងមុនប៉ុន្តែវាមិនទាន់ច្រើនណាស់ទេទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សអ្វីដែលយើងចាប់ដើមដំបូងអ្វីទៅគឺជាចេតនារបស់យើងអញ្ចឹងកុំឲ្យមានការរំពឹងទុកពីភាពល្បីល្បាញពីចំនួនអ្នក like follow ឬមួយក៏អ្នកដែល comment វិជ្ជមានមកយើងច្រើនពេកអញ្ចឹងខ្ញុំអាចថាសូមឲ្យអ្នកដែលផលិតមាតិកាល្អមាតិកាអប់រំទាំងអស់ហ្នឹងងាកមកមើលចេតនារបស់យើងថាហេតុអ្វីបានយើងចង់ចាប់ដើមពីដំបូងចាយើងចង់ចែករំលែកអ្វីដែលយើងមានយើងចង់ផ្សារភ្ជាប់ខ្លួនយើងនឹងបណ្ដាញសង្គមឬមួយក៏យើងចង់យកអ្វីដែលយើងកំពុងធ្វើហ្នឹងវាទៅជាអាជីវកម្មឬក៏អាជីពសម្រាប់ជីវិតរបស់យើងអញ្ចឹងនៅពេលដែលយើងបែងចែកច្បាស់
យើងនឹងមិនសូវមានការខកចិត្តទេបើសិនបើយើងដាក់ថាវាជាអាជីពសម្រាប់ខ្លួនយើងអានឹងជាការពិតណាយើងត្រូវការធ្វើអ្វីដែលទទួលបានប្រជាប្រិយភាពអ្នកតាមដានអ្នក like នឹងច្រើនអញ្ចឹងអានឹងវាអត់សូវរអៀងពីការរំពឹងទុករបស់យើងក៏ប៉ុន្តែយើងឃើញថាអ្នកដែលគាត់ខកចិត្តបាក់ទឹកចិត្តហ្នឹងដោយសារតែការរំពឹងទុករបស់គាត់ដំបូងគាត់ថាគាត់គ្រាន់តែចង់ចែករំលែកទេគាត់មានចំណេះដឹងគាត់ចង់ធ្វើមាតិកាគាត់ចង់ឲ្យមានសម្លេងរបស់គាត់នៅក្នុងបណ្ដាញសង្គមចាគាត់គ្រាន់តែចង់តែប៉ុណ្្នឹងក៏ប៉ុន្តែដល់ពេលទៅបានមួយរយៈគាត់ទៀមទាបន្ថែមហើយមិនគេអត់សូវមើលរបស់គាត់អ្នក like គាត់តិចម៉េចហើយចឹងទៅគាត់ទៅចាប់ដើមប្រៀបធៀបថា content របស់ខ្ញុំល្អហើយ content នោះគាត់នៅលេងសើចសោះគាត់នៅរំដាក់ TikTok សោះបានអ្នក view ឡើងលានចាអញ្ចឹងទៅវាធ្វើឲ្យអាក់អន់ចិត្តហើយអញ្ចឹងគ្រប់ពេលដែលយើងអាក់អន់ចិត្តងាកមកមើលចេតនារបស់យើងវិញថាពីដំបូងយើងចង់បានអីហើយបើសម្រាប់ខ្ញុំធ្វើមាតិកាអប់រំដែរចាអញ្ចឹងខ្ញុំធ្វើមាតិកាចែករំលែកដែរខ្ញុំអត់ពិតជាអត់ផ្ដោតថាតកតងទៅនឹងចំនួនទេទោះបីជាសាររបស់ខ្ញុំមួយអាចចែករំលែកទៅកាន់មនុស្សត្រឹមតែម្នាក់អាចឲ្យគាត់បានស្ដាប់ហើយគាត់ផ្លាស់ប្ដូរវាជារឿងដែលល្អបំផុតសម្រាប់ខ្ញុំខ្ញុំសប្បាយចិត្តជាជោគជ័យឯងដោយសារអីបានន័យថាមានអ្នកយល់ឃើញដូចយើងឬមួយក៏សាររបស់យើងអាចធ្វើឲ្យមានតម្លៃអីមួយសម្រាប់អ្នកដទៃវាជារឿងល្អមែនតើអញ្ចឹងដូចយើងពីរអ្នកអង្គុយទៅចែកគ្នាអញ្ចឹងបើសិនបើយើងទៅចែកគ្នាយើងបានយកតែពីរអ្នកក៏វាបានគុណតម្លៃមួយដែរបើសិនបើយើងអ្វីដែលយើងទៅចែកគ្នានេះបានទៅដល់អ្នកទី2ទី3ទី4ទៀតវាកាន់តែល្អចាអញ្ចឹងអ្នកដែលធ្វើមាតិកាងាកមកមើលចេតនារបស់យើងពីដំបូងយើងគាត់តែចង់ចែករំលែកពីជ្រុងណាមួយនៃយើងតាបើសិនបើមានអ្នកតាមដានយើងច្រើនជាងមុនវារឿងកាន់តែល្អហើយបើសិនបើការតាមដានហ្នឹងវាឲ្យយើងរកចំណូលមកទៀតអូអាហ្នឹងល្អមែនតែនបណ្ដោយចាគួរតែបន្តធ្វើទៅថែមទៀតកុំឲ្យខុសពីចេតនារបស់យើងពីដំបូងចាចុះបងនេះតាក់ទងជាមួយនឹងអ្វីដែលយើងបានបង្កើតហើយចុះតាក់ទងជាមួយនឹងអ្នកដែលគាត់មានអារម្មណ៍ថាគាត់ស្រឡាញ់ជាមួយនឹងការបង្កើតមាតិកានៅលើបណ្ដាញសង្គមឬមួយក៏គាត់ចង់ក្លាយទៅជា influencer តើគាត់គួរតែមានចំណុចចាប់ផ្ដើមពីណាមកដើម្បីឲ្យគាត់អាចកសាងខ្លួនឯងទៅក្នុងវិស័យនឹងបានយូរអង្វែងបាទចាខ្ញុំឃើញថាយើងចាប់ផ្ដើមថាអ្នកដែលផលិតមាតិកាឬក៏ influencer ក៏វាជាអាជីពមួយដែរណាចាហើយអាជីពនេះពេលបច្ចុប្បន្នក៏វាត្រូវទៀតវាសម័យ digitalization ហើយអញ្ចឹងបើសិនបើយើងមានគំនិតចង់ក្លាយទៅជាអ្នកបង្កើតមាតិកាអាជីពខ្ញុំគិតថាចាប់ផ្ដើមដំបូងបំផុតវាត្រូវតែតាក់ទងនឹងខ្លួនគាត់ដែរចាអ្នកដែលបង្កើតមាតិកាអាជីពអ្វីជាចំណុចខ្លាំងរបស់យើងចាអញ្ចឹងចំណុចខ្លាំងរបស់យើងអាចជះផលវិជ្ជមានទៅកាន់អ្នកដទៃអញ្ចឹងមិនថាយើងបកកែធ្វើម្ហូបយើងបកកែស្រាវជ្រាវយើងបកកែអានសៀវភៅឬមួយក៏ស្បីឲ្យពេលខ្លះ influencer គាត់បកកែលេងហ្គេមក៏ដោយចាអញ្ចឹងរកចំណុចខ្លាំងរបស់យើងឲ្យឃើញហើយពង្រឹងចំណុចខ្លាំងនឹងបន្ថែមហើយការចែករំលែកទៅសាធារណៈគឺកុំភ្លេចឲ្យសោះគឺតាក់ទងទៅនឹងសិលធម៌បាទយើងចែករំលែកក្នុងជ្រុងណាក៏ដោយអាសិលធម៌អាគុណតម្លៃរបស់យើងនោះវាឲ្យយើងបានន័យថាល្អបានយូរនិងល្អគុណណាហើយកុំឃ្លាតចាក់ឆ្ងាយតាក់ទងទៅនឹងដើម្បីតែចំណាប់អារម្មណ៍អាហ្នឹងវាបានតែមួយឆាវបើប្រៀបធៀបដូចតែកំជ្រួចហ្នឹងវាស្អាតតែវាផុងឆាវស្អាតមួយផ្លែតវានឹងរលត់ទៅវិញហើយចាវាអត់ដូចដែលយើងព្យាយាមខំបៀតខ្លួនឯងឲ្យខ្លាយទៅជាផ្កាយទេបើយើងខ្លាយទៅជា star វាអាចមានពេលខ្លះវាពពកវាអីក៏ប៉ុន្តែតារាវានៅតែរះចាប់ផ្កាយវានៅតែលើមេឃហើយវានៅតែមានពលឺជាប់រហូតអញ្ចឹងវាខុសគ្នាពីភ្លើងកំជ្រួចអញ្ចឹងអាហ្នឹងសម្រាប់អ្នកដែលគាត់ចង់បង្កើតមាតិការកខ្លួនឯងឲ្យឃើញផលិតមាតិកាប្រកបដោយសិលធម៌ហើយធ្វើវាឲ្យជាប់រហូតចាវាមានតែអាការដែល consistency ហ្នឹងទេបានយើងទទួលបានលទ្ធផលកុំបាក់ទឹកចិត្តឲ្យយើងឈប់ធ្វើពេលខ្លះនៅពេលដែលចាប់ដើមដំបូងមានអារម្មណ៍ចឹងដែរប៉ុន្តែត្រឡប់មកវិញខ្ញុំចាប់ដើមគិតនៅលើអ្វីដែលខ្ញុំចាប់ដើមតាំងពីឆ្នាំ2014មកខ្ញុំថាហេតុអីបានជាខ្ញុំខំប្រឹងរៀនហេតុអីបានជាខ្ញុំសម្រេចចិត្តដើរក្នុងការដើរទៅលើផ្លូវមួយនេះអញ្ចឹងខ្ញុំគិតថាខ្ញុំដើរទៅដើម្បីកសាងសង្គមខ្ញុំជាផ្នែកមួយតូចក៏ដោយប៉ុន្តែខ្ញុំអាចនឹងធ្វើឲ្យសង្គមលូតលាស់ដោយបងបានលើកឡើងអញ្ចឹងសូម្បីតែយើងបង្រៀនតែម្នាក់ក៏ដោយឲ្យតែម្នាក់នឹងគាត់អាចយកអ្វីដែលយើងបង្រៀនបាននេះគឺជាការជោគជ័យដ៏ធំធេងផងយើងហើយបាទបងចង់ដឹងតិចតាក់ទងជាមួយនឹងrole គេហៅថាគឺជាតួនាទីសម្រាប់អ្នកមើលតើគាត់មានតួនាទីអីគេខ្លះនៅពេលដែលគាត់មើលឃើញមាតិកាណាមួយហើយសម្រាប់អ្នកបង្កើតតើគាត់មានតួនាទីអីខ្លះនៅក្នុងការបង្កើតវាឲ្យកាន់តែល្អចាអរគុណBដែលលើកឡើងនៅចំណុចហ្នឹងអ្នកមើលក៏គាត់ត្រូវមានតួនាទីមួយចំនួនសម្រាប់ឆ្លើយតបទៅអ្នកដែលគាត់ផលិតមាតិកាដែរណាចាខ្ញុំគិតថាសិតតែមានសិទ្ធិសេរីភាពរៀងខ្លួនឥឡូវយើងនិយាយពីអ្នកមើលនៅពេលដែលគាត់ឃើញមាតិកាហ្នឹងមួយមិនថានៅក្នុងចេតនាគាត់ពេញចិត្តឬក៏មិនពេញចិត្តទេ
ខ្ញុំចង់លើកយកនៅចំណុចដែលគាត់ចុច share ចោះឬក៏គាត់ចុច comment ចោះឥឡូវបើសិនបើយើងនិយាយពីមេតិកាហ្នឹងដែលអត់ត្រូវចិត្តគាត់មេតិកាហ្នឹងវាអត់ល្អទេវាមិនត្រូវចិត្តគាត់ឬក៏វាប៉ះពាល់ដល់អ្នកដទៃអីចឹងអាការដែលចុច share មួយហ្នឹងគឺបើសិនបើគាត់ share វាបានអីត្រឡប់មកវិញខ្ញុំយល់ថាពេលខ្លះគាត់ចង់តិចទៀនគាត់ចង់បង្អាប់ឬមួយក៏អីទេឲ្យគាត់ share អាហ្នឹងទៅបន្តអញ្ចឹងតួនាទីដែលអ្នកដែលគាត់មើលគាត់ត្រូវប្រយ័ត្នប្រយែងថាមុនពេលដែលគាត់ចែករំលែកបន្តពេលខ្លះគាត់ចង់បន្ទោសបង្អាប់គេឬក៏បញ្ចេញពីគំនិតរបស់គាត់ក្នុងន័យសើចំអកប៉ុន្តែគាត់ចុច share ទៅហើយចាអាហ្នឹងរឿង share មួយចោះទី2ត្រង់ចំណុច comment ពេលខ្លះអ្នកដែលគាត់ចែករំលែកគាត់អាចមានគំនិតខុសពីយើងប៉ុន្តែមិនមែនបានន័យថាគាត់ខុសទៅកាន់ពិភពលោកឬក៏ខុសទៅរឿងដែលគាត់ជួបពេលខ្លះគាត់គ្រាន់តែចែករំលែករឿងផ្ទាល់ខ្លួនរបស់គាត់ហ្នឹងគាត់ណាយើងអ្នកមើលនេះយើងបែរជាមានអារម្មណ៍ថាជ្រិញគាត់ហើយយើងទៅ comment ពាក្យមិនល្អដាក់គាត់ហើយ comment បែបរិះគន់អីមែនទៀតជួនកាលពេលខ្លះចូលទៅជេរហ្មងជេរយកបាទចាអញ្ចឹងសកម្មភាពអស់ហ្នឹងតួនាទីអ្នកដែលមើលមេតិកាគឺបង្ហាញថាយើងអសិលធម៌ខ្លាំងណាស់ចាមិនមែនបង្ហាញថាបុគ្គលអ្នកដែលគាត់ធ្វើមេតិកាហ្នឹងគាត់អាក្រក់ទេបង្ហាញថាយើងអ្នកមើលនេះយើងគ្មានសិលធម៌សោះចាបើយើងឃើញថាគាត់អាក្រក់អីហើយយើងទៅជេរអីជេរវាបង្កើតនៅរូបភាពមួយដែលអត់ល្អហើយនឹងវានៅជាប់នៅក្នុងនឹងរហូតចាពេលដែលគាត់ឃើញអ្វីដែលមិនពេញចិត្តគាត់អាចនឹងពេលហ្នឹងគាត់នឹកអត់ឃើញប៉ុន្តែយូរទៅអ្នកដែលមេតិកាវារលុបទៅបាត់តែប៉ុន្តែឈ្មោះគាត់ជេរគេពាក្យអសុរគឺវានៅជាប់រហូតហ្មងត្រូវបងត្រូវហ្នឹងតួនាទីអ្នកមើលគាត់ប្រយ័ត្នហ្នឹងមុនពេលដែលយើង share មុនពេលដែលយើង comment ពាក្យអសុរហើយប្រសិនបើគំនិតរបស់អ្នកចែករំលែកខុសពីយើង social media ស្រួលណាស់គាត់យើងអស់រំលងទៅចាហ្នឹងហើយអាហ្នឹងគឺតួនាទីរបស់គាត់ហ្មងអញ្ចឹងពេលខ្លះអាចចំណាយរបស់គាត់ទៅជេរតិចទៀនរីគុណគេហ្នឹងអ្នកដែលគាត់ចែករំលែកវាបំបាក់ទឹកចិត្តដូចតែប៊ីថាហ្នឹងបើហើយយើងបំបាក់ទឹកចិត្តគេធ្វើឲ្យបើហើយអ្នកដែលនិយាយស្រួលប៉ុន្តែអ្នកស្ដាប់វាអត់ស្រួលអញ្ចឹងឲ្យគាត់ប្រយ័ត្នពាក្យប្រយ័ត្នពាក្យពេចន៍របស់គាត់អញ្ចឹងបានអ្វីដែលយើងបានលើកឡើងតាក់ទងជាមួយនឹងគេហៅថាសិលធម៌របស់យុវជននៅក្នុងសតវត្សនៃ digital មួយនេះគឺសំខាន់មែនតើហើយតាក់ទងជាមួយនឹងអាហ្នឹងខ្ញុំគិតថាវាអាចនឹង link ចូលទៅតាក់ទងជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តដូចគ្នាដែរបងគិតថានៅពេលដែលធ្វើយ៉ាងណានៅពេលដែលយើងជាអ្នកមើលហើយឬមួយក៏យើងជាអ្នកបង្កើតមេតិកាហ្នឹងណាស្រាប់តែទទួលបានការទៀនច្រើនតែឥឡូវឧទាហរណ៍ថាដូចបងកំពុងតែផុសមេតិកាណាមួយហើយខ្ញុំបានចូលទៅដល់ខ្ញុំជេរបងខ្ញុំរិះគន់ឬមួយក៏ដោយប្រើពាក្យមិនសមរម្យអីចឹងទៅបងគិតថាតើគួរធ្វើបែបណាសម្រាប់អ្នកដែលជាម្ចាស់វីដេអូឬមួយក៏ម្ចាស់រូបថតហ្នឹងឲ្យគាត់ការពារជាមួយនឹងសុខភាពផ្លូវចិត្តគាត់ឲ្យបានល្អអរគុណប៊ីខ្ញុំធ្លាប់ឆ្លងកាត់រឿងហ្នឹងចាធ្លាប់ឆ្លងកាត់ទៅខ្ញុំទទួលស្គាល់ថាតិចហើយច្រើនគឺវាប៉ះពាល់ពេលដែលយើងឃើញcomment អវិជ្ជមានមកយើងតិចក៏ដោយច្រើនដល់វានឹងប៉ះពាល់ហើយវានឹងនៅក្នុងក្បាលយើងរហូតទៅយើងទៅអត់គិតក៏ដោយអញ្ចឹងអាហ្នឹងវាប៉ះពាល់អ្វីដែលខ្ញុំគិតថាខ្ញុំអាចធ្វើបានមានប្រសិទ្ធភាពនៅពេលបច្ចុប្បន្នគឺខ្ញុំប្រាប់ខ្លួនឯងថាយើងមិនធ្វើតម្រូវចិត្តគាត់នឹងទេចាហើយខ្ញុំដឹងខ្លួនឯងថាអ្វីដែលយើងចេញអីមួយនៅក្នុង public គេនឹងបកកែកមកយើងគេនឹងបដិសេធមកយើងគេនឹងប្រឆាំងមានគំនិតផ្សេងប្រឆាំងមកយើងហើយអញ្ចឹងទៅនៅពេលដែលយើងប្រាប់ខ្លួនឯងមុនទៅខ្ញុំមិនរំពឹងថាខ្ញុំចេញទៅនឹងគេចូលចិត្តមេតិការបស់យើងទី1យើងមានធូរស្រាលចិត្តទី2បើសិនបើមានcomment ទាំងអស់នឹងត្រឡប់មកខ្ញុំដាក់របាំងមួយថាខ្ញុំសួរខ្លួនឯងពួកគាត់ណាគេមានតួនាទីអីក្នុងជីវិតខ្ញុំអញ្ចឹងទៅធ្វើឲ្យខ្ញុំកាត់បន្ថយអាភាពបើន័យថាគិតគូរខ្វល់ខ្វាយពី comment របស់គាត់ហ្នឹងខ្លាំងមួយចំនួនធំហ្មងអញ្ចឹងដោយសារតែខ្ញុំដាក់នៅក្នុងចិត្តថាគាត់ចូលមកគឺគ្រាន់តែដើម្បីតែការសប្បាយរបស់គាត់ទេពេលខ្លះអាការជេរគាត់វាជាការកំសាន្តរបស់គាត់អញ្ចឹងណាអញ្ចឹងគ្រាន់តែយើងបដូរគិតមក positive វិញថាប្រហែលជាគាត់អត់ដឹងគាត់មិនគិតដូចយើងទៅគាត់មិនដឹងថាជាអ្នកណាទេគាត់មានតួនាទីក្នុងជីវិតរបស់យើងទេកុំខ្វល់ខ្វាយពេកហើយអ្វីដែលយើងធ្វើយើងប្រកាសនៅក្នុងចិត្តថាអាចនឹងមិនត្រូវចិត្តទេប៉ុន្តែមិនប៉ះពាល់ដល់គេទេអញ្ចឹងទៅខ្ញុំនៅតែបន្តសកម្មភាពទាំងអស់នឹងបានអញ្ចឹងបើសិនបើយើងអត់ពេញចិត្តវាជាជំរឿសយើងកុំឲ្យយើងខ្លាចទៅជាជំរឿសរបស់គេវាជាជំរឿសខ្ញុំអត់ចូលចិត្តអ្នកឯងខ្ញុំឈប់ឲ្យអ្នកឯងមើលខ្ញុំយើងគិតតលីខ្ញុំអត់ចូលចិត្តមើល comment ហ្នឹងខ្ញុំលុប comment ហ្នឹងចោលទៅចាត្រូវអញ្ចឹងមិនគេតែងតែនិយាយពាក្យថាបើសិនជាអត់ចូលចិត្តខ្ញុំទេអូម្លងចោលទៅហើយប្លុកខ្ញុំចោលក៏បានដែរឬក៏យ៉ាងណាមួយដើម្បីកុំឲ្យមានបញ្ហាសុខភាពផ្លូវចិត្តហ្នឹងវាកាន់តែខ្លាំងសុខភាពផ្លូវចិត្តហ្នឹងវាសំខាន់មែនតើហើយជាពិសេសហ្នឹងនៅពេលដែលយើងភាគច្រើនស្ទើរតែគេហៅថា24ម៉ោងយើងចំណាយអស់ច្រើនមែនតើនៅក្នុងការមើលបណ្ដាញសង្គមហ្នឹងអញ្ចឹងវាងាយនឹងធ្វើឲ្យយើងប៉ះពាល់មែនតើគាត់ទៅបើកភ្នែកឡើងភ្លាមយើងចាប់កាន់ទូរស័ព្ទភ្លាមអានេះហើយវាជារឿងមួយដែលធ្វើឲ្យយើងហ្នឹងគេហៅថាទាញយើងចូលទៅក្នុងពិភពលោកនៃ digital មួយហ្នឹងដែលជាអន្ទាក់មួយក្នុងការដែលយើងអាចរត់ចេញទៅណាបានទាំងអស់
ខ្ញុំស្ដាប់អ្វីដែលបងបានលើកឡើងមកខ្ញុំមានអារម្មណ៍ថាហើយនឹងអ្វីដែលខ្ញុំបានបញ្ជាក់ជូនអ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់នោះថាបងគឺជាគេហៅថាជាស្ត្រីមួយដែលរឹងមាំមែនតើតើហេតុអីបានជាអាចឈានទៅដល់ពាក្យថាជាស្ត្រីរឹងមាំតើពាក្យហ្នឹងជាពាក្យដែលគេដាក់ឲ្យបងឬមួយក៏ដោយសារតែបងគិតថាខ្លួនឯងគឺជាស្ត្រីរឹងមាំមែន ចាខ្ញុំអាចឆ្លើយថាពាក្យថាស្ត្រីរឹងមាំប្រហែលជាខ្ញុំបានទទួលបានទាំងពីរទាំងខ្លួនឯងទាំងអ្នកដែលនៅជុំវិញខ្លួនឯងហើយបើសិនបើមើលថាឬគល់ពិតប្រកបហេតុអីបានជានារីម្នាក់ហ្នឹងគាត់ខ្លាយទៅជានារីរឹងមាំឬមួយក៏បុគ្គលហ្នឹងគាត់ទៅជានារីរឹងមាំណាគឺដោយសារតែអានេះខ្ញុំគិតថាដោយសារតែរឿងរ៉ាវអតីតកាលដែលគាត់ជួបទេ បានអាចគាត់ខ្លាយទៅជាអញ្ចឹងបានចាអញ្ចឹងខ្ញុំគិតថាខ្ញុំដូចធ្លាប់ចែករំលែកក្នុងវេទិកាអីមួយគឺថាដើមឈើបើវារឹងមាំមិនមែនដោយសារតែគេត្រូវបានដាំដុះដោយល្អទេដើមឈើដែលរឹងមាំគឺវាដោយសារតែវាជួបខ្យល់ជួបភ្លៀងហ្នឹងណាវាជួបហេតុការណ៍ទាំងអស់ហ្នឹងវាធ្វើឲ្យខ្លួនវានឹងគឺប្រឹងចាក់ឫសកាន់តែជ្រៅបានធ្វើវារឹងមាំមនុស្សយើងដូចគ្នាដោយសារតែមនុស្សយើងជួបពីមុនមិនសូវល្អបាត់ពិសោធន៍ជីវិតអត់ល្អមេរៀនអត់ល្អរឿងទុកលំបាកមួយចំនួនអត់ល្អទៅ គាត់អត់មានជំរឿនអីផ្សេងក្រៅពីធ្វើឲ្យខ្លួនឯងរឹងមាំទេបានគាត់អាចជំនះសកម្មភាពទាំងអស់ហ្នឹងឬក៏រឿងហេតុទាំងអស់ហ្នឹងបានអញ្ចឹងហើយវាចាប់ដើមពីកត្តាខាងក្នុងនឹងឯងសំខាន់ជាងគេបំផុតបានថាវាដូចជាបដូលវាជារឹសចាអញ្ចឹងបុគ្គលម្នាក់ដើម្បីឲ្យខ្លួនឯងខ្លាយទៅជារឹងមាំមានផ្នត់គំនិតនៅខាងក្នុងថាបើគេស៊ូបាននឹងអីយើងស៊ូមិនបានឥឡូវប្រឹងឲ្យដល់ទីបញ្ចប់មើលចុងក្រោយវាមិនអញ្ចឹងឲ្យវាដាក់ពេលយើងដាក់ទាំងអស់យើងថាឥឡូវធ្វើម៉េចដោះឲ្យបានឆ្លងកាត់ឲ្យផុតមើលបើថារឿងនឹងជួបឲ្យវាជួបទៅអាហ្នឹងចាប់ដល់ពីការគិតទាំងអស់អញ្ចឹងអាការគិតបែបហ្នឹងហើយនឹងបាត់ពិសោធន៍កន្លងមករឿងហេតុទាំងហ្នឹងបានបុគ្គលនឹងគាត់អាចរឹងមាំបានចាខ្ញុំគិតថាខ្ញុំទទួលបានឈ្មោះហ្នឹងសម្រាប់តែខ្លួនឯងដាក់ឲ្យខ្លួនឯងហើយនឹងពីអ្នកខាងក្រៅមកការពិតជាក់ស្ដែងគឺរឿងពីខាងក្រោយនៃជីវិតខ្ញុំធ្លាប់ជួបប្រកែហ្នឹង តើតើជាមួយនឹងពាក្យថាស្ត្រីរឹងមាំអ្នកខ្លះប្រហែលជាគាត់គិតថាចេះស្ត្រីរឹងមាំគឺជាស្ត្រីម្នាក់ដែលអត់ត្រូវការអ្នកណាទាំងអស់អត់ត្រូវការចាំបាច់មានអ្នកណាគេមកនៅជុំវិញខ្លួនគាត់តើបងយល់យ៉ាងណាចំពោះពាក្យមួយហ្នឹងអរគុណBលើកឡើងនេះវារឿងសំខាន់រឿងពិសេសមែនទេដែលនារីកុំគិតថាយើងរឹងមាំយើងឯករាជ្យយើងឯកោអត់ទេអញ្ចឹងខ្ញុំគិតថាខ្លួនឯងជានារីរឹងមាំប៉ុន្តែខ្ញុំអត់ដែរឲ្យនារីធ្វើខ្លួនឲ្យទៅជារឹងមាំទេខ្ញុំបដូរពាក្យថាកុំធ្វើជានារីរឹងមាំធ្វើជានារីឆ្លាតវិញនារីវ័យឆ្លាតចាយើងរឹងមាំយើងធ្វើកិច្ចការងារតែឯងអាហ្នឹងបានន័យថាយើងអត់ឆ្លាតយើងអត់ឯករាជ្យណាកុំឲ្យយល់ច្រឡំគ្នាចាអញ្ចឹងនារីរឹងមាំគឺគាត់រឹងមាំផ្លូវចិត្តចាបានថាការគិតការសម្រេចចិត្តរបស់គាត់គឺគាត់អត់រងសម្ពាធពីអ្នកណាទេគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការធ្វើឲ្យចិត្តរបស់គាត់រឹងមាំចិត្តរបស់គាត់ឯករាជ្យបានន័យថាទោះបីជាគេបំបាក់ទឹកចិត្តគាត់រងពាក្យប្រមាថការឈឺចាប់អីផ្សេងផ្លូវចិត្តរបស់គាត់រឹងមាំចាប៉ុន្តែផ្លូវកាយរបស់យើងវាទៅតាមកលៈទេសៈតាមដំណើរកុំឲ្យវារឹងឆ្កើតរហូតបាទវាហត់នឿយដែរកិច្ចការងារខ្លះយើងអាចពឹងឲ្យធ្វើបានពឹងបរោះគាត់ធ្វើបានយើងត្រូវចេះសុំជំនួយដែរហ្នឹងបានយើងឆ្លាតចាចុះកុំគិតថាយើងរឹងមាំយើងរត់ទៅណាតែឯងយូរទៅជាកំសត់វិញណាយើងខ្លួនឯងជាអ្នកធ្វើខ្លួនឯងកំសត់ទេចាអូខេនឹងប្រយ័ត្នប្រយែងខ្ញុំមានចំណុចមួយទៀតដែលខ្ញុំចង់សាកសួរបងដែរដោយសារចេះមានការលើកទឹកចិត្តច្រើនមែនតើប៉ុន្តែនៅពេលដែលគាត់ជួបបញ្ហាហើយយើងព្យាយាមលើកទឹកចិត្តគាត់តែងតែនិយាយថាវិញចេះមួយវិញចុះមួយនឹងឲ្យបងវាត្រូវហើយបងលើកទឹកចិត្តបែបនេះហើយប៉ុន្តែនៅតែអត់អាចជំនះអានឹងបានចាអញ្ចឹងបងអាចដឹងថាតើគួរតែមានវិធីសាស្ត្រណាដែលមើលទៅអាចនឹងជាផ្លូវល្អសម្រាប់អ្នកដែលគាត់មានបញ្ហាហើយមានការលើកទឹកចិត្តហើយប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាគាត់ចង់បោះបង់ចោលចាបាទតើបងមានវិធីសាស្ត្រអីគេនៅត្រង់នេះខ្ញុំគិតថានៅក្នុងដំណាក់កាលដែលពិបាកបំផុតមានតែការលួងខ្លួនឯងនឹងទេរឿងទី1ដែលយើងត្រូវធ្វើហ្មងការលួងខ្លួនឯងទាមទារឲ្យយើងមានជំនឿការឈឺចាប់វាត្រូវតែធ្វើឲ្យយើងពិបាកគាត់ថាឈឺអីក៏ដោយវានឹងជាទៅវិញតាមរយៈពេលវេលាបើសិនបើយើងមានវិធីសាស្ត្រល្អមួយចំនួនវាធ្វើឲ្យយើងឆាប់ជាអញ្ចឹងទៅប៉ុន្តែបើសិនបើយើងអត់មានថ្នាំសង្កូវអត់មានវិធីសាស្ត្រទេវានឹងជាគ្រាន់តែវាអាចនឹងយូរប៉ុន្តែវានឹងជាឲ្យមានជំនឿថារឿងពិបាកវានឹងរំលងការឈឺចាប់វានឹងបាត់ទៅវិញដោយពេលវេលាណាមួយអញ្ចឹងទី1ត្រូវជឿសិនចាជឿហ្មងហើយទី2គឺទទួលយកថារឿងនឹងវាកាត់ឡើងវាពិតប្រាកដខ្ញុំដឹងថាពេលហ្នឹងចិត្តរបស់យើងវាធ្វើមិនបានទេស្ដាប់ពាក្យណែនាំស្ដាប់យោបល់មិនក៏ដោយអាឈឺចិត្តវានៅឈឺចិត្តអញ្ចឹងខ្ញុំធ្លាប់និយាយពាក្យមួយថាទឹកពិសា Bronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល
V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស when you sad enjoy your sadness អញ្ចឹងឲ្យយើងចេះសប្បាយនៅក្នុងស្ថានភាពដែលពិបាក បាទ ងាយណាសុខយើងបានឈឺចិត្តបានត្រូវគេបោកឈឺចាប់ម្ដងបកាឲ្យទៅចង់សាក់រសជាតិឲ្យត្រូវគេបោកឈឺចាប់ហ្នឹងមិនទៅ បាទ យើងគិតឲ្យវាមកវិជ្ជមានវិញណាអញ្ចឹងជីវិតវាអញ្ចឹងហើយវាមានល្អមានមិនល្អវាមានសុបាយមានអត់សុបាយអញ្ចឹងកំណាក់ពេលដែលយើងនៅក្នុងស្ថានភាពដែលមិនសុបាយទុកព្រួយហ្នឹងឲ្យវាទុកឲ្យវាអស់ចិត្តមើលអាហ្នឹងវាយំវាឈឺចាប់ប៉ុណ្ណាអាឈឺបេះដូងកម្រិតណាអាឈឺចិត្តគេក្បត់ហ្នឹងកម្រិតណាឲ្យយើងទទួលបានបទពិសោធន៍ទាំងអស់ហ្នឹងណាมันមានមនុស្សជាច្រើនគេចង់ពេលខ្លះគេចង់យំពិបាកចិត្តអត់មានឱកាសដូចយើងណា ឱកាសយំទេបាទ គិតមកវិជ្ជមានវិញថាអ្នកខ្លះចង់បានសិក្សាបោកប៉ុន្តែសុបអីតារោសិក្សាអត់បានប៉ុណ្ណឹងយើងសម្ដែងហើយយើងបានសង្សារបានសង្សារបោកទៀត យើងគិតវិជ្ជមានមកវិញតែទៅយើងវាឈឺចាប់វាឈឺហើយតែវានឹងបាត់ទេមិនអីទេ បាទនេះគឺជាពាក្យដែលបងលួងតែងតែលួងគេឧទាហរណ៍ថាឥឡូវហ្នឹងបងកំពុងតែលើកធ្វើការលើកទឹកចិត្តគេចោះចង់ដឹងថាបងតែងតែជួបដែរខ្ញុំជឿថាបងក៏ធ្លាប់មានម្ដងពីរដងឬមួយក៏អាចនឹងច្រើនដងតើបងនឹងប្រើប្រាស់វិធីសាស្ត្រហ្នឹងដែរឬមួយក៏បងប្រើប្រាស់វិធីសាស្ត្រណាដែលបងគិតថាវាសម្រាប់បងតែម្ដងណា ចាទោះបីជារឿងមួយរយៈមកក្រោយៗនេះបានន័យថាអាការពីយើងជួបរឿងទៅតាមវ័យចាដល់ពេលឥឡូវវ័យនេះគឺវាជួបរឿងមួយបែបទៀតវាជាចាប់បែបមួយបែបទៀតចឹងទៅអញ្ចឹងលួងខ្លួនឯងនៅតែមានអញ្ចឹងប៊ីឃើញខ្ញុំអញ្ចឹងប៉ុន្តែពេលដែលយើងពិបាកក៏យើងមានរឿងពិបាកដែរចាអញ្ចឹងនៅពេលដែលយើងពិបាកខ្លាំងបំផុតខ្ញុំគ្រប់គ្រងឲ្យទៅចែកជាមួយនឹងអ្នកដែលយើងអាចទុកចិត្តបានចាអ្នកដែលយើងទុកចិត្តបានយើងដឹងថាម្នាក់នេះយើងអាចទៅចែកបានចាំមិនថាមនុស្សត្រូវមាន mentor ឬក៏មាន best friend ឬក៏មាន family អ្នកណាដែលអាចយើងអាចទៅចែកបានដោយមិនវិនិច្ឆ័យយើងហើយមិនសួរនាំវែងឆ្ងាយគ្រាន់តែមនុស្សម្នាក់ដើម្បីដែលយើងទៅចាំស្ដាប់យើងចាដើម្បីយើងអាចនិយាយបានខ្លះព្រោះថាកុំឲ្យវាស្ទះអញ្ចឹងយើងអាចគួរតែនិយាយបានខ្លះបើមានរឿងល្អមែនតើបើអត់មាននិយាយមួយខ្លួនឯងហ្នឹងឯងចង់ល្អរទាំចង់យំចង់បង្ហាញការឈឺចាប់មកប៉ុន្តែមិនមានអ្នកណាដឹងមកយើងអាចនិយាយមកកញ្ចក់ខ្ញុំធ្លាប់ចានិយាយក្នុងបន្ទប់ទឹកនិយាយជាមួយខ្នើយមួយអីឬក៏ពេលខ្លះនិយាយជាមួយនឹងតុក្កតានិយាយមកថតអីក៏មានដែរខ្ញុំជឿថាបច្ចុប្បន្នមានអ្នកអញ្ចឹងប៉ុន្តែខ្ញុំគ្រប់គ្រងឲ្យនិយាយចេញមកត្រូវការយំកុំព្យាមទប់បើវាដល់កម្រិតមួយដែលយើងត្រូវការយំណាវាអត់មានរឿងអីវារឿងធម្មជាតិតែមនុស្សចេះយំចាវាមិនមែនយំទេយើងខ្លាចទៅជាមនុស្សអន់ទេខ្ញុំអត់គិតថាអញ្ចឹងទេចាគ្រប់គ្នាអញ្ចឹងចុះបើសិនបើវាដល់ដំណាក់កាលហ្នឹងត្រូវយំវាយំមកព្រោះតែវានឹងវាតកតងទៅនឹងអារម្មណ៍វាត្រូវការឲ្យយើងបញ្ចេញសកម្មភាពឬក៏អាសារធាតុក្នុងខ្លួនមួយចំនួនចេញមកខ្លះដើម្បីយើងបន្ធូរអារម្មណ៍អញ្ចឹងយើងយំមកអត់មានបញ្ហាអីទេហើយបន្ទាប់ពីហ្នឹងគ្រាន់តែថា set បានប៉ុន្តែកុំ set យូរពេកចាមានរយៈពេល set ក៏ប៉ុន្តែមានរយៈពេលត្រូវលុបខ្លួនឯងត្រឡប់មកធ្វើការងារដែលយើងត្រូវធ្វើវិញ set បានតែកុំយូរពេកអាហ្នឹងវិធីសាស្ត្រដែលខ្ញុំលួងខ្លួនឯងដែរពេលមួយដែលយើងគិតថាយើងពិបាកចិត្តយើងចង់ set អូខេទៅ set ចុះប៉ុន្តែកុំឲ្យវា set ដោយសុវត្ថិភាពបាទហើយនឹងត្រឡប់មកធម្មតាវិញពេលវេលាវាអាចនឹងជួយយើងចាវានឹងហួសទេមិនអីទេវានឹងកន្លងទេរឿងថ្មីអាចបាត់បង់វិញហ្នឹងនឹងមានឱកាសផ្សេងឬក៏អ្នកណាផ្សេងចូលមកក្នុងជីវិតយើងវិញជីវិតវាអញ្ចឹងចាយើងមិនមែនជួបតែបុគ្គលម្នាក់ហ្នឹងឯងខ្ញុំធ្លាប់ដូចជាឧទាហរណ៍ថាយើងដូចធ្វើដំណើរទៅតាមផ្លូវអញ្ចឹងប៊ីជីវិតរបស់យើងណាអ្នកខ្លះយើងជួបគ្នាទៅចែកគ្នាបានមួយផ្លែតហើយទៅបាយគ្នាអ្នកខ្លះក៏យើងនៅទៅជួបទៅចែកគ្នាបានយូរអ្នកខ្លះទៅចែកគ្នាហើយគេព្រមរួមដំណើរទៅជាមួយយើងទៀតអញ្ចឹងជីវិតរបស់យើងដូចយើងធ្វើដំណើរនៅតាមផ្លូវយើងជួបនឹងជួបមនុស្សជាច្រើនអញ្ចឹងមិនមែនជួបតែបុគ្គលម្នាក់ដែលគេបដិសេធមិនដើរផ្លូវជាមួយយើងជីវិតយើងចប់ត្រឹមតែនេះមិនអញ្ចឹងទេយើងនឹងជួបមនុស្សជាច្រើនទៀតចាទោះបីជាយ៉ាងណាក៏ដោយយើងខ្ញុំជឿថាយ៉ាងណាក៏ដោយក៏យើងនឹងមានអ្នកដែលស្រឡាញ់យើងមិនថាគ្រួសារយើងឬមួយក៏បងប្អូនសាច់ញាតិយើងមួយឬមួយក៏អ្នកដទៃដែរខ្ញុំជឿថាពិភពលោកនេះយើងមានគូមានអ្នកដែលស្រឡាញ់យើងជាគូអីក៏ដោយប៉ុន្តែនឹងមានអ្នកដែលស្រឡាញ់យើងជាការពិតហ្មងចាមានអារម្មណ៍ថាកំពុងតែនិយាយសន្ទនាគ្នានេះដូចជាមិនមែនកំពុងតែលើកទឹកចិត្តអ្នកដទៃកំពុងតែលើកទឹកចិត្តខ្ញុំនឹងតែម្ដងខ្ញុំមានអារម្មណ៍ថារាល់ពេលដែលខ្ញុំបាននិយាយជាមួយបងប្រហែលជាយើងមិនអាចបានស៊ីជម្រៅទេពេលដែលយើងធ្វើការជាមួយគ្នាអញ្ចឹងទៅប៉ុន្តែពេលនេះខ្ញុំចាប់ទុកថាវាជាពេលវេលាមួយដែលមានតម្លៃមែនតើព្រោះដោយសារដូចបានបញ្ជាក់អញ្ចឹងបងថាសុខភាពផ្លូវចិត្តគឺជារឿងមួយដែលសំខាន់មែនតើការលើកទឹកចិត្តរវាងគ្នានឹងគ្នាគឺសំខាន់មែនតើមិនមែនមានអ្នកណាម្នាក់ដែលគាត់តែងតែសប្បាយរហូតមិនមែនអ្នកណាម្នាក់តែងតែគាត់កើតទុក្ខរហូតទេអញ្ចឹងវាតែងតែមានការចោះឡើងអញ្ចឹងទៅអញ្ចឹងនេះគឺជាការលើកទឹកចិត្តមួយដែលសំខាន់មែនតើបងមួយសំណួរទៀតមុនពេលដែលយើងធ្វើការបញ្ចប់តើនៅពេលដែលឧទាហរណ៍ថាខ្ញុំជាអ្នកលើកទឹកចិត្តមួយហើយឬមួយក៏បងជាអ្នកលើកទឹកចិត្តមួយតើបងមានរនាំងអត់ឬមួយក៏បងគិតថាស្រាប់តែ
ខ្លួនឯងកំពុងតែមានបញ្ហាហើយត្រូវបានអ្នកផ្សេងយកមកលើកទឹកចិត្តតើបងនឹងយល់យ៉ាងណាចំពោះការដែលគេលើកទឹកចិត្តបងតើបងនឹងទទួលឬមកក៏បងមានអារម្មណ៍ថាហេតុអីបានជាខ្ញុំជាអ្នកលើកទឹកចិត្តហើយត្រូវមកលើកទឹកចិត្តខ្ញុំ បើសិនជាខ្ញុំនៅក្នុងករណីហ្នឹងខ្ញុំនឹងស្ដាប់ហើយខ្ញុំទទួលសិនបើថាមិនថាយើងទទួលយកឬមកក៏យើងទទួលទុកទេប៉ុន្តែខ្ញុំនឹងទទួលខ្ញុំគ្រាន់តែខ្ញុំអាចនឹងគិតថាជាចេតនាល្អមួយដែលគេចង់ផ្ដល់ឲ្យយើងគេឃើញអាចថាគេឃើញមកជ្រងនៃយើងគេយល់ថាយើងខ្វះត្រង់ហ្នឹងណាអញ្ចឹងជាចេតនាបានថាអ្នកដែលឃើញយើងខ្វះគេផ្ដល់ឲ្យគេមានចេតនាល្អហើយអញ្ចឹងយើងយកមិនយកជាជំរឿសរបស់យើងបានថាយើងអាចយកមកប្រើឬក៏មិនប្រើវាជាជំរឿសរបស់យើង បាទ ចាហើយបើសិនបើថាគ្រាន់តែគេចូលមកគ្រាន់បើសិនតែវិធីសាស្ត្រដែលគាត់ចូលមកយើងវារំខានយើងអាចប្រាប់ទៅគាត់ថាពេលហ្នឹងយើងត្រូវការអត់ឬក៏អរគុណច្រើនសម្រាប់ទឹកចិត្តរបស់គាត់ប៉ុន្តែពេលនេះយើងចង់នៅម្នាក់ឯងយើងចង់ស្ងាត់សិនខ្ញុំចង់ឲ្យមានការឆ្លើយឆ្លងចាបើសិនបើយើងថាអូខេបងអាចនិយាយមកបានយើងនិយាយចាបើសិនបើថាពេលហ្នឹងយើងអត់ទាន់ចង់ស្ដាប់យើងវាហឹងទៅជាអត់ចង់ស្ដាប់អីសោះថាខ្ញុំអធិស្ឋានបងឥឡូវខ្ញុំចង់នៅម្នាក់ឯងយើងប្រាប់គេត្រឡប់ទៅវិញ អូខេ អញ្ចឹងអាការដែល communicate ទៅចែកគ្នាហ្នឹងវារឿងល្អមិនថាជាមិត្តភក្តិមិនថាជាអ្នកណាក៏ដោយបើសិនបើយើងយល់ថាយើងអាចទទួលបានយើងប្រាប់ទៅទទួលបានទទួលមិនទាន់បានក៏ត្រូវតែប្រាប់ដែរ បាទបាទ អញ្ចឹងតួនាទីអ្នកដែលឲ្យមតិយោបល់ក៏ដូចគ្នាដែរវាជាសិលធម៌មួយថាយើងចង់លើកទឹកចិត្តគេផ្ដល់មតិយោបល់ឲ្យគេត្រូវតែសូមអនុញ្ញាតគេសិនយើងឲ្យ comment គេទៅដល់ដូច B បើសិនតែ B ពងតែមានបញ្ហាខ្ញុំនឹងទៅថាជាស្ថិត B បងអាចជូនមតិមួយចំនួនបានទេលុះត្រាតែ B ព្រមបាទខ្ញុំអាចនិយាយបាន បាទបាទ ចាបើសិន B ថាអត់ទេបងខ្ញុំចង់នៅម្នាក់ឯងយើងគោរពសិទ្ធិរបស់គាត់ដែរ បាទ មិនគាត់ទៅនៅតែប្រឹងនិយាយឯងវាទៅជារំខានវិញណា បាទ ហើយប៉ុន្តែកុំអាក់អន់ចិត្តបានន័យថា B អត់ទទួលពេលហ្នឹងយើងត្រូវយល់ពីគាត់ថាគាត់កំពុងតែជួបបញ្ហាអីមួយគាត់អត់ទាន់អាចទទួលបានអាហ្នឹងយើងអត់មានអាក់អន់ចិត្តទេយើងយល់ពីគ្នាទៅវិញទៅមក បាទបាទ ចាអញ្ចឹងទៅបញ្ហាចំនួនអត់មានទេការអត់អន់ចិត្តក៏អត់មានដែរចា អូខេបងអញ្ចឹងចុងក្រោយចង់ឲ្យបងតាក់ទងជាមួយនឹងអ្វីដែលយើងបានលើកឡើងអំបញ្ញមិញហ្នឹងតាក់ទងជាមួយនឹងការបង្កើតមាតិកាឬមួយក៏ដើម្បីខ្លាយខ្លួនទៅជា influencer មួយនៅក្នុងសង្គមខ្មែរដែលសង្គមខ្មែរផងយើងត្រូវការមែនតើ ចា អញ្ចឹងតាក់ទងជាមួយនឹងពាក្យចុងក្រោយដើម្បីផ្ដាំទៅពួកគាត់នៅក្នុងការដែលគាត់ហ្នឹងដើរតួនាទីយ៉ាងសំខាន់ឬក៏ជាកត្តាចលករមួយនៅក្នុងការជំរុញឲ្យមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជារបស់យើងហើយការចូលរួមរបស់គាត់នឹងជាផ្នែកមួយអញ្ចឹងបាទអញ្ចឹងអាចនឹងផ្ដល់វេទិកាជូនបងនៅក្នុងការនេះបាទ ចាអរគុណច្រើនB អរគុណដំបូងបំផុតគឺសម្រាប់កិត្តិយសនៅក្នុង podcast របស់ B ហើយសប្បាយចិត្តដែលយើងបានមកអង្គុយជជែកគ្នាហើយបើសិនបើសារនេះតបទៅនឹងសារចុងក្រោយតាក់ទងទៅនឹងអ្នកដែលគាត់មានបំណងចង់ក្លាយទៅជាអ្នកផលិតមាតិកាឬមួយក៏ influencer នៅក្នុងបណ្ដាញសង្គមខ្ញុំគិតថារឿងល្អបំផុតគឺចែករំលែកភាពវិជ្ជមានហើយនឹងក្តីស្រឡាញ់ហើយស្វែងរកខ្លួនឯងឲ្យឃើញមិនថាយើងបកកែខាងផ្នែកអីទេម្នាក់ៗមានជំនាញខុសៗគ្នាហើយស្រឡាញ់អ្វីដែលខ្លួនឯងបកកែហើយអ្វីដែលយើងធ្វើមាតិកាផ្ដោតទៅលើភាពវិជ្ជមានឲ្យបានច្រើនបំផុតហើយនឹងក្តីស្រឡាញ់ឲ្យបានច្រើនបំផុតកុំឲ្យគាត់ទុនតូទៅលើពាក្យថាប្រជាប្រិយភាពឆាប់ល្បីឆាប់អីដកអានឹងចេញអ្នកដែលតាមដានយើងគេនឹងតាមដានយើងទៅលើអ្វីដែលជាយើង បាទ ធ្វើជាខ្លួនឯងកុំសំដែងគិតថាធ្វើជាបានល្បីចុះបានល្បីអត់ទេរកខ្លួនឯងឲ្យឃើញធ្វើទៅជាខ្លួនឯងហ្មងហើយអ្នកទាំងអស់គ្នានឹងទទួលបានអ្នកតាមដានពិតប្រាកដចាអញ្ចឹងចែករំលែកនៅសារវិជ្ជមានហើយនឹងក្តីស្រឡាញ់បានច្រើននៅក្នុងបណ្ដាញសង្គមរបស់យើងព្រោះថាយើងខ្វះណាស់ បាទ យើងខ្វះខ្លាំងមែនតើអញ្ចឹងសូមលើកទឹកចិត្តធ្វើឲ្យបានច្រើនហើយខ្ញុំចង់ប្រាប់ថាសាររបស់អ្នកទាំងអស់គ្នាទង្វើរបស់អ្នកទាំងអស់គ្នាសូម្បីតែពេលខ្លះ lifestyle របស់យើងក៏ដោយនឹងធ្វើឲ្យអ្នកដទៃផ្សេងដែលតាមដានយើងហ្នឹងគាត់ទទួលបានតម្លៃអីមួយពីយើងចាហើយគាត់នឹងសរសើរយើងដោយអត់ឲ្យយើងដឹងចាសូមបន្តធ្វើសកម្មភាពហ្នឹង បាទអូយការនិយាយសន្ទនានេះមានអារម្មណ៍ថាវាស៊ីជម្រៅមែនតើហើយមិនធម្មតាជាការសន្ទនាទេប៉ុន្តែវាជាការលើកទឹកចិត្តមួយដើម្បីឲ្យមានសុខភាពផ្លូវចិត្តហ្នឹងទៅដល់ខ្ញុំផ្ទាល់បងបាទហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុង podcast ជាមួយនឹងខ្ញុំនេះគឺនឹងទទួលបាននៅទស្សនៈទានមួយដែលល្អៗមែនតើពីវាគ្មិនកិត្តិយសរបស់យើងនឹងជាពិសេសហ្នឹងគឺស្ត្រីដែលរឹងមាំបំផុតគឺបង Clara នឹងតែម្ដងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀនបានពីគាត់ច្រើនពួកអីអ្វីដែលខ្ញុំបានស្គាល់ពីគាត់ហ្នឹងគឺច្រើនមែនតើហើយក៏បានរៀនពីគាត់ច្រើនប៉ុន្តែអ្វីដែលសំខាន់បំផុតគឺរៀននៅក្នុងពេលនេះឯងបាទគឺជាពាក្យពេចន៍មួយដែលល្អមែនតើនៅក្នុងការដាស់តឿនខ្លួនឯងហើយជាពិសេសគឺសម្រាប់បងប្អូនដែលគាត់
ចង់ខ្លាចទៅជាអ្នកបង្កើតមាតិកាឬក៏ជា influencer នៅក្នុងថ្ងៃអនាគតហើយត្រូវចាំថាសង្គមខ្មែរផងយើងគឺត្រូវការអ្នកទាំងអស់គ្នានៅក្នុងការចូលរួមដើម្បីអភិវឌ្ឍប្រទេសយើងឲ្យកាន់តែល្អជាងនេះទៅទៀតអញ្ចឹងចូលរួមចំណែកទាំងអស់គ្នាហើយកុំផ្ដោតទៅលើតែការចង់មើលឬក៏ view ឬមួយក៏ជាការ like ប៉ុន្តែឥឡូវត្រូវផ្ដោតទៅលើសំខាន់ទៅលើថាតើខ្លួនឯងមានគោលការណ៍អីគេខ្លះនៅក្នុងការចង់ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមហើយជាពិសេសនោះគឺអភិវឌ្ឍខ្លួនឯងនឹងតែម្ដងអញ្ចឹងជាចុងក្រោយអរគុណមែនតើបងអរគុណសម្រាប់ការអញ្ជើញចូលរួមឲ្យផ្ដល់កិត្តិយសដល់កំពុងពោះមួយនេះផងដែរបាទអរគុណចា៎បាទជាគុណតម្លៃមែនតើបាទហើយសង្ឃឹមថាវាជាគុណតម្លៃរបស់អ្នកដែលកំពុងតែទស្សនាដូចគ្នាអញ្ចឹងអរលោកស្រីនិងកញ្ញាហើយនឹងអ្នកដែលកំពុងតែទស្សនាទាំងអស់គ្នាអញ្ចឹង podcast របស់យើងបានមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នាជាមួយនឹងវាគ្មិនបន្តទៅទៀតនៅក្នុងសប្តាហ៍ក្រោយបាទយើងទាំងពីរអ្នកសូមអរគុណសូមជម្រាបលាភេសជ្ជៈកីឡាបំពេញជាតិទឹក We Active ល្អបំផុតសម្រាប់គ្រប់គ្នាពិសេសអ្នកលេងកីឡាផលិតផលខ្មែរ 100% ផលិតដោយក្រុមហ៊ុន Waternet